ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះវងលីលីហើយខ្ញុំអរគុណព្រះសម្រាប់ឱកាសដែលខ្ញុំមានដើម្បីបម្រើព្រះនៅកម្មវិធីក្មេងនៅកម្មវិធីក្មេងខ្ញុំមានឱកាសដើម្បីជួយរៀបចំថ្នាក់របស់បងវាសនាហើយនិងថ្នាក់របស់បងអេសទ័រជារាល់ទឹកខ្ញុំជួយទីយោក្មេងហើយទម្លាក់ពួកគាត់ផងដែរពេលខ្លះខ្ញុំមានឱកាសដើម្បីជួយដឹកនាំបទចម្រៀងការអរគុណព្រះអង្គឬក៏បង្រៀនក្មេងៗបន្តែជាធម្មតាខ្ញុំនៅខាងក្រៅថ្នាក់ដើម្បីជួយមើលក្មេងៗដែលចេញចូលថ្នាក់ហើយក្មេងៗដែលខ្ញុំមានអភ័យឯកសិទ្ធិដើម្បីបម្រើមានអាយុ7ឆ្នាំចុះក្រោមសួស្តីខ្ញុំគឺជាលទ្ធផលអំពីកម្មវិធីក្មេងមុនដែលខ្ញុំស្គាល់ព្រះពីព្រះសង្គ្រោះខ្ញុំបានទៅក្រុមជំនុំផ្សេងតាមរយៈប្រហែល7ឆ្នាំក៏ប៉ុន្តែខ្ញុំមិនមែនស្មោះត្រង់នៅកន្លែងហ្នឹងទេពីព្រោះឪពុកខ្ញុំបានខូចទៅពេលខ្ញុំតាំងពីអាយុ7ឆ្នាំពេលខ្ញុំទៅក្រុមជំនុំហ្នឹងគេបង្រៀនយើងអំពីព្រះក៏ប៉ុន្តែគេមិនដែលបង្ហាញខ្ញុំអំពីសេចក្តីសង្គ្រោះនោះទេខ្ញុំបានរៀនអំពីព្រះនៅក្នុងសាលារដ្ឋនៅក្នុងសភៅវិទ្យាសាស្ត្រផងគេក៏ប៉ុន្តែគេអត់មានព័ត៌មានច្រើនអំពីព្រះយេស៊ូវទេខ្ញុំចង់រៀនអំពីព្រះថែមទៀតក៏ប៉ុន្តែខ្ញុំមិនដឹងថាតាមរបៀបណាខ្ញុំចំណាំថាខ្ញុំបានយកសភៅនឹងអាន2-3ស្លឹកនឹងម្ដងហើយម្ដងទៀតដល់ថ្ងៃមួយដែលលោកគ្រូដេបានទៅលេងពូម្នាក់ដែលជានិច្ចខាងផងយើងតាំងពីថ្ងៃហ្នឹងមក34ឆ្នាំក្រោយយើងនៅមានវត្តមាននៅក្នុងក្រុមជំនុំលោកគ្រូដេនិងលោកគ្រូដេវីបានដឹកជញ្ជូនយើងមួយរយៈក្នុងពេលហ្នឹងមានមនុស្សផ្សេងដែរបាទដឹកជញ្ជូនយើងប៉ុន្តែនៅក្នុងចំណោមហ្នឹងលោកគ្រូថងឌីបានជួយដឹកជញ្ជូនយើងតាមរយៈ5ឆ្នាំខ្ញុំចាប់ដើមមកវិហារតាំងពីខ្ញុំអាយុ9ឆ្នាំអ្នកដែលមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងជីវិតខ្ញុំគឺជាគ្រូកីឡាផងខ្ញុំលោកគ្រូ Steve គាត់ជួយនៅក្នុងសាលា4ឆ្នាំខ្ញុំធ្វើការឲ្យគាត់2ឆ្នាំហើយខ្ញុំជួយមើលកូនគាត់ដែរតាមរយៈគាត់ខ្លាចទៅជាឪពុកខានព្រលឹងវិញ្ញាណរបស់ខ្ញុំគាត់ព្យាយាមនិយាយជាមួយខ្ញុំបង្រៀនខ្ញុំហើយស្ដីដាក់ខ្ញុំដែរខ្ញុំព្យាយាមធ្វើអ្វីដែលគាត់បានបង្រៀនក៏ប៉ុន្តែខ្ញុំមិនមែនគ្រប់លក្ខនោះទេមានពេលខ្លះគាត់ត្រូវការកាយតម្រង់ជីវិតខ្ញុំពិតមែនគាត់ធ្វើឲ្យខ្ញុំញោមរាល់តែថ្ងៃក៏ប៉ុន្តែដោយសារខ្ញុំអត់ចង់ឲ្យគាត់ធ្លាក់ទឹកចិត្តអំពីខ្ញុំហើយឃើញថាគាត់បានខាតពេលវេលាផងគាត់នៅលើជីវិតខ្ញុំលើកទឹកចិត្តដល់អ្នកដែលធ្វើការនៅក្នុងកម្មវិធីក្មេងឲ្យស្មោះត្រង់នៅក្នុងការតូចតាចពីព្រោះព្រះអង្គសពហៅតែប្រទានពរឲ្យអ្នកបើសិនជាអ្នកស្មោះត្រង់នៅក្នុងការតូចតាចហ្នឹងនៅកម្មវិធីក្មេងខ្ញុំចូលចិត្តបទចម្រៀងអ្វីជាគេនៅកម្មវិធីក្មេងគឺជាអាចគេបង្រៀនអ្វីដែលខ្ញុំចូលចិត្តនៅកម្មវិធីក្មេងជាងគេគឺការអានព្រះបន្ទូលរបស់ព្រះហើយខ្ញុំចូលចិត្តជាងគេនៅកម្មវិធីក្មេងខ្ញុំចូលចិត្តស្ដាប់គ្រូឬអ្នកគ្រូបង្រៀនហើយអរគុណព្រះអង្គសូមជួយអធិដ្ឋានសម្រាប់កម្មវិធីក្មេងរបស់យើងត្រូវការជំនួយពីអ្នកមានប្រឡឹងមនុស្សជាច្រើនដែលត្រូវការព្រះប៉ុន្តែមានមនុស្សតិចដែលព្រមជួយក្នុងលូកាជំពូក10ខ2ទ្រង់ក៏មានបន្ទូលទៅគេថាជំរកធំណាស់តែមានមនុស្សច្រូតតិចទេដូច្នេះឲ្យសូមអង្វរដល់ព្រះជំរកឲ្យទ្រង់ចាក់ច្រូតមកក្នុងជំរកទ្រង់មនុស្សត្រូវការព្រះបើអ្នកអត់ទៅអ្នកណានឹងទៅ